ចាសួស្តីបងប្អូននេះខ្ញុំធ្វើទឹកខ្មេះចេកណាដែលបងស្រីកម្ពុជាក្រៅម្នាក់គាត់បានប្រាប់ប្រពន្ធមុនគឺចេក7ខាំស្ករ1ខាំហើយដាក់ទឹក2លីត្រកន្លះអញ្ចឹងណាបងប្អូនអញ្ចឹងយើងច្របាច់ស្ករជាមួយនឹងចេកនឹងឲ្យចូលគ្នាហើយយើងដាក់ទឹកវាចាក់ទឹក2លីត្រកន្លះចូលទៅហើយ2 3ថ្ងៃអីយើងនេះយើងស្រង់ពពុះចេញម្ដងបងប្អូនកុំឲ្យវាមានពពុះណាអញ្ចឹងសម្រាប់ការធ្វើអញ្ចឹងជាប្រចាំទៅអាចជាប្រហែលជា2ខែគឺទឹកខ្មេះយើងបានញ៉ាំហើយអញ្ចឹងចំពោះការធ្វើទឹកខ្មេះចេកនេះគឺងាយស្រួលក៏ប៉ុន្តែតម្រូវឲ្យយើងអាសាយកពពុះវាចេញហើយនឹងមើលថែវាបន្តិចហើយណាមួយការធ្វើទឹកខ្មេះខ្លួនឯងអញ្ចឹងវាស្អាតបញ្ជាក់ថាយើងធ្វើដោយធម្មជាតិអត់មានដាក់អត់មានដូចទឹកខ្មេះដែលយើងទិញពីផ្សារមកបងប្អូនហើយទឹកខ្មេះមានប្រយោជន៍ច្រើនណាស់សម្រាប់ធ្វើម្ហូបនៅក្នុងផ្ទះបាយអញ្ចឹងណាចាចាំ2ខែទៀតចាំជួបគ្នាអរគុណ